ចាហើយគ្រឿងផ្សំសម្រាប់នំមួយនេះរួមមានត្រេនគឺត្រេនខ្ញុំប្រើមួយខ្លែបហ្នឹងគឺ300 ក្រាមចាជាមួយនឹងពង5គ្រាប់ដែលយើងធ្វើទាំងសម្បកនំជាមួយនឹងស្នូលនំហើយនឹងម្សៅមីបងប្អូនទាំងគ្នាហើយមានផ្សេងទៀតដែលបងប្អូនទាំងគ្នាអាចចូលទៅមើលក្នុងវីដេអូពេញនេះបាន នេះគឺយើងនឹងមកធ្វើពីរបៀបបាយនំក្រែដែលមានស្នូលពងមាន់ជាមួយនឹងស្នូលត្រេនចានេះគឺជាគ្រឿងផ្សំដែលយើងសម្រាប់បាយម្សៅបងប្អូនចានេះពងមាន់នេះពងមាន់ជាមួយ3គ្រាប់នេះចាជាមួយនឹងម្សៅមីបងប្អូនចាម្សៅមីប្រើចំនួន130 ក្រាមជាមួយនឹងស្ករស3 ស្លាបព្រាបាយចាប្រេងឆា2 ស្លាបព្រាបាយជាមួយនឹងទឹកស្រស់បងប្អូនចាទឹកស្រស់គឺបើសូមជាដល់ដល់ចាចំនួន120 កំប៉ុងអូខេឥឡូវនេះបងប្អូនយើងទៅរៀនធ្វើទាំងអស់គ្នា បន្តមកទៀតគឺយើងចាប់ផ្ដើមលាយជាមួយនឹងស្នូលពងមាន់របស់យើងបងប្អូនទាំងគ្នាយើងប្រើពងមាន់2 គ្រាប់តែយើងយកតែក្រហមឯណាបងប្អូនទាំងអស់គ្នាចាហើយប្រភេទម្សៅមីនេះគឺយើងត្រូវរែងវាដើម្បីឲ្យសាច់ម្សៅហ្នឹងវារាយល្អបងប្អូនហើយជាមួយនឹងស្ករស3 ស្លាបព្រាផងដែរបន្ទាប់មកគឺយើងលាយល្បាយទាំងអស់ហ្នឹងចូលគ្នា
ពីយើងបានលាយគ្រឿងស្នូលរបស់យើងហើយគឺយើងចាប់ផ្ដើមមកចម្អិនជាមួយនឹងទឹកដោះគោស្រស់យើងយកស្នូលដែលយើងបានលាយគ្នានឹងដើម្បីយកមកចម្អិនជាមួយនឹងទឹកដោះគោស្រស់អូខេតែឥឡូវយើងវាយគ្រីមទាំងអស់គ្នាទឹកនេះយើងប្រើចំណុច250ខ្ញុំយកទឹកប្រេងត្រជាក់ទឹកសុទ្ធចាទឹករបស់ម្សៅគឺ200ក្រាមណាបងប្អូន200ក្រាមចាក់ចូលគ្នាមកប្រមាណរៀបប្រើប្រាស់ម៉ាស៊ីនរបស់យើងចាដល់ទឹកឆ្នាំទៅត្រជាក់ដាក់កក់ឡើងទៅក្នុងកូនមកចាដល់ទូឯងយើងនៅគ្នាគឺទូរេនចាឥឡូវខ្ញុំដាក់កកហ្នឹងនៅគ្នាចាដាក់កកឥឡូវខ្ញុំដកដាក់ចានទូឯងទូរេនចានេះគឺសាប់ពីបងមកទូឯងចានេះគឺយកពុកមកបងអត់ស្គាល់ទូនេះវិញបងនេះខ្ញុំដាក់កកមកចាពីទូយើងចាសំដៃណាបងប្អូនដាក់ពីចាំខ្លួនឯងសូមអធិស្ឋានចាអានេះយើងយកអានេះបងប្អូនអង្គុយជុំចាយើងយកអាណាដែលទុំនេះមកបងប្អូនគាត់ទូដាក់នេះមិនធំបងចាគេតាមដាក់កកបងប្អូនដាក់គ្នាជាស្អីដល់បងប្អូនគឺដៃឯងចាថ្ងៃហ្នឹងបងប្អូនវាបាក់ថានេះពេញទូចឡគេមែននេះវាដាក់ឈ្មោះបងប្អូនអរគ្នាចាទូរេននេះគឺយើងខ្ញុំចង់មកចឹងយកទៅជ្រាយបងប្អូនតែគួរសាយើងយកមករុំចូលជាមួយនឹងគ្រីមរបស់យើងនៅកកឡើយនេះកកចាយើងត្រូវច្បាស់វាឲ្យយើងបាច់ឆាត់ហើយដុំនេះ$3ច្បាស់ទេហើយបងប្អូនគ្នាយើងនឹងធ្វើវាបន្តទៀតអូខេបន្តមកគឺយើងនេះគឺស្នូលរបស់យើងស្នូលរបស់យើងនឹងត្រែជាមួយនឹងស្នូលของมันគូទីកោហើយនឹងបងប្អូនអានេះគឺស្នូលของมันយើងលាយចូលគ្នាបងប្អូនគ្នាចានេះទូរេននិយាយពីថានំមួយនេះគឺមាន3រសជាតិចារសជាតិតយទូរេនហើយនឹងពងមាន់ចាំមើលទៅជាយ៉ាងណាចានេះគឺត្រូវយើងបានហើយបងប្អូនចាអញ្ចឹងហើយយើងត្រូវគេបន្តមកទៀតគឺយើងយកលាយគ្នាបងប្អូនអរគ្នាចាយើងយកបាយឡើងដាក់វាគ្នាចាគឺដាក់ចូលគ្នាទៅនេះគឺពងមាន់យើងចាប្រហែលយើងអាចធ្វើការជ្រុំបងប្អូនពេលយើងបើមិនបាយវាចូលទៅបានយើងសាកបាយជាមួយនឹង
ចាតាមពិតទៅនៅពេលដែលយើងវាយអញ្ចឹងយើងមកជួយបងប្អូនអរគ្នាមិនចាំយើងមកវាយគ្រាន់តែយកឈុំក៏បានដែរព្រោះហ្នឹងយើងអាចពេលដែលយើងហាយវាចេញមកគឺចេញសាច់រៀនហ្មងបងប្អូនចានេះដោយសារខ្ញុំចង់ឲ្យវារៀងចូលបាយចូលគ្នាបងប្អូនចាអញ្ចឹងខ្ញុំត្រឡប់យើងមកធ្វើដល់ណាបងប្អូនអូខេឥឡូវដល់វគ្គយើងទៅចាក់នំបងប្អូនដល់ចាចាវគ្គនេះផងដែរបងប្អូនអរគ្នាបងប្អូនយើងអាចតាគេហៅថាខាងទីដើម្បីឲ្យយើងមានខុសច្បាប់ក៏មិនគឺយើងទៅតិចបំផុតបងប្អូនអរគ្នាចាព្រោះវាអាចធ្វើឲ្យយើងមកវិញណាគ្រប់រៀនអញ្ចឹងណាបងប្អូនចាហើយបើយើងមានត្រូវការបន្ថែមយើងជួនេះជាមួយនឹងប្រេឆាតិចបងប្អូនអរគ្នាខ្ញុំចេះជីវាជាប់ហ្នឹងណាយើងអាចជីវាតិចចាតែមួយទីធំមកបងប្អូនអរគ្នាហើយបើជីអមអាប្រហែលទីហ្នឹងតាមវាបងប្អូនអរគ្នាមកទៅមួយទីអមអូខេតែ23ទីអមតែចាក់បានមកផ្ទះបងប្អូនចានេះព្រោះទឹកម្សៅរបស់យើងម្សៅនំរបស់យើងបាត់នេះណាបងប្អូនគេអាហ្នឹងគឺយើងត្រូវចាក់ឲ្យស្ដើងណាបងប្អូនឲ្យវាក្តៅទៅបងប្អូនចាតែវាក្តៅហើយបងប្អូននេះអាចយកប្រេឆាយើងហ្នឹងយកទៅដើម្បីជៀសវាងការជាប់ផ្ទះអញ្ចឹងណាបងប្អូនចាអូខេបងប្អូនយើងចាក់ជាមួយនឹងនំរបស់យើងចារបៀបធ្វើហ្នឹងបងប្អូនអរគ្នាពេលខ្ញុំយើងបានជិះរួចហើយចាគឺយើងរៀបបែបនេះចានិយាយទៅមកជិះបងប្អូនចាក់លើទី1យកចាវាស្អាតទេបងប្អូនគ្នាចាលើទី1បានតំណែងឯងបងប្អូនអរគ្នាតែចាំមើលចិត្តវាទៅវាដាក់ឡើងមកនេះគឺមកយើងបានជួយទៅរៀនខ្ញុំបានវាដាក់មកនេះតែរៀនក្នុងពងមាន់បងប្អូនយើងចូលទៅគ្រីមចូលដាក់ច្រើនដែរបងប្អូនចាយើងដាក់មកស្ទាប់ទៅមកស្ទាប់មកស្ទាប់ទៅមកស្ទាប់ទៅយើងដាក់ហ្នឹងចាហើយណាមកគ្រីមច្រើនណាស់បងប្អូនយើងដាក់វាច្រើនណាស់បងប្អូនតែទេចាបន្តទៀតវាឈ្មោះតរេនបងប្អូនគឺបានម្ដងទៀតបងប្អូនអូនេះច្រើនបងប្អូនអរគ្នាបើយើងអាចចាក់ទូចតែរៀងខ្ពស់បងប្អូនអរគ្នាចាអូអានេះវាអត់ទៅធំទេបងប្អូនអរគ្នាចាលើព្រោះចាក់ធំនេះហ្នឹងឲ្យគ្របនឹងម្ដងបងប្អូនអរគ្នាចាអញ្ចឹងនេះនំរបស់យើងចេញលទ្ធផលហើយបងប្អូនអរគ្នាចានំរបស់យើងចេញលទ្ធផលហើយឥឡូវយើងយើងចាំទៅធ្វើបានពីវីដេអូទេបងប្អូនចាគ្របវាចិត្តហ្នឹងបងប្អូន
ជាតិវិញបងប្អូនទាំងអស់គ្នាគឺអត់សូវផ្អែមទេចាហើយវាមានក្លិនត្រេនខ្លាំងជាងគេគឺក្លិនត្រេនហ្នឹងហ្មងចាជាមួយនឹងឈ្ងុយជាមួយពងមាន់ហើយនឹងស្លឹកតយបងប្អូនទាំងអស់គ្នានិយាយទៅគឺញ៉ាំទៅគឺល្មមហ្មងអត់ផ្អែមហ្មងបងប្អូនទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាអាចសាកធ្វើញ៉ាំបានបងប្អូនទាំងអស់គ្នាណាចារសជាតិឆ្ងាញ់អរគុណជម្រាបលា